តបងប្អូនទាំងអស់គ្នាថ្ងៃនេះ Channel អសតធម្មជាតិរន្ទេ2សូមណែនាំបងប្អូនបង្ហាញមិនថាណែនាំអីទេគាត់ថាបង្ហាញចែកជូនដល់បងប្អូនទាំងអស់គ្នាតកតងទៅនឹងរុក្ខជាតិមួយយ៉ាងឈ្មោះថាត្រប់រោមបងប្អូនត្រប់រោមត្រប់ជូរត្រប់រលួយអ្នកខ្លះហៅក៏ហៅតាមតំបន់ណាអ្នកខ្លះហៅត្រប់ស្វាអ្នកខ្លះហៅត្រប់មមិសចឹងទៅហ្នឹងហើយដោយសារតែផ្លែវារោមដល់ផ្លែវារោមទៅគេហៅថាត្រប់រោមចឹងទៅត្រប់មមិសចឹងទៅឬក៏ត្រប់ស្វាឬក៏ត្រប់រលួយចឹងណាហ្នឹងហើយហៅតាមតំបន់អីផ្សេងគ្នាហើយដើមត្រប់នេះគឺក្នុងឱសថបុរាណខ្មែរយើងច្រើនតែយកមកប្រើជាប្រយោជន៍ច្រើនណាតទៅនឹងការប្រើប្រាស់ជារុក្ខជាតិឱសថហ្នឹងគឺមានប្រយោជន៍ច្រើនបងប្អូនហើយលក្ខណៈសម្គាល់បងប្អូនមើលនេះផ្លែវានេះរៀងរោមនេះចឹងមិនគេហៅថាត្រប់រោមត្រប់មមិសត្រប់ស្វាត្រប់រលួយអីចឹងណាហ្នឹងហើយផ្លែវាមានរោមជាប់នៅនឹងផ្លែវានឹងឯងហើយផ្កាវារៀងកញ្ចុំផ្លែវាស្តៀងតែត្រប់ពុតញងដែរប៉ុន្តែគាត់ថាត្រប់ពុតញងវារលោងបណ្ណាពេលត្រប់មមិសនេះឬក៏ត្រប់រលួយនេះវាមានផ្លែដែរប៉ុន្តែផ្លែវារៀងរោមបងប្អូនរោមនៅជាប់ផ្លែវាតែហ្មងហើយដើមវាក៏មានរោមដែរហើយមានបន្លាតូចល្អិតមុតណាបងប្អូនយើងកាន់មិនស្រួលមុតមិនត្រឹមតែដើមទេដើមវាហ្នឹងក៏មានបន្លាស្លឹកវាក៏មានបន្លាដែរនិយាយចំថាមកតួខ្លួននៃដើមឈើរុក្ខជាតិហ្នឹងគឺបន្លាសឹងគ្រប់កន្លែងប៉ុន្តែបន្លាតូចទេស្លឹកវានេះក៏មានបន្លាឃើញបងប្អូនស្លឹកវាកប៉ាងអញ្ចឹងប៉ុន្តែមានបន្លាស្រួយហើយដើមវារាងមូលហើយក៏មានបន្លាដែរតាមដើមវាផ្ការាងកញ្ចុំអញ្ចឹងហើយផ្លែវារាងរោមហ្នឹងហើយផ្លែរាងរោមពេញតែផ្លែតែហ្មងហើយផ្លែវានេះគឺតំបន់ខ្លះគេយកទៅដាក់ជាមួយបុកល្ហុងបងប្អូនថាឆ្ងាញ់ណាដាក់មួយបុកល្ហុងណាបុកល្ហុងអញ្ចឹងគេប្រើនៅត្រប់លលួយហ្នឹងមានរសជាតិឆ្ងាញ់ហ្នឹងហើយកន្លែងខ្លះក៏អាចស្លបានដែរនេះផ្លែវាហ្នឹងអាចស្លមកជូរលអុយបានដែរហ្នឹងគ្រាន់តែវាមានរោមអញ្ចឹងណាប៉ុន្តែនៅតំបន់ខ្លះគេចូលចិត្តយកទៅបុកល្ហុងដោយសារតែវារសជាតិជូរផ្លែវាហ្នឹងរសជាតិជូរអញ្ចឹងគេប្រើជាមួយបុកល្ហុងទៅមានរសជាតិឆ្ងាញ់អញ្ចឹងណាដាក់ស្ករសទៅជូរអែមឆ្ងាញ់ហ្នឹងហើយអញ្ចឹងអាត្រប់ហ្នឹងពេលខ្លះគេហៅថាត្រប់ជូរផងដែរណាត្រប់ជូរត្រប់ខាត្រប់ស្វាត្រប់រលួយត្រប់មមិសត្រប់រោមអញ្ចឹងឈ្មោះច្រើនណាបងប្អូនតាមតំបន់គេហៅអញ្ចឹងណាប៉ុន្តែសំខាន់យើងស្គាល់ទេតែយើងស្គាល់ទៅហៅមិនហៅសំខាន់យើងស្គាល់ហ្នឹងហើយត្រប់ស្វាឬក៏ត្រប់ជូរហ្នឹងវាជាប្រភេទនៃចលព្រឹកទេបងប្អូនចលព្រឹកតូចអញ្ចឹងណាជាលក្ខណៈចលព្រឹកតូចគេថាចលព្រឹកណាបើន័យថាដើមឈើវាតូចវាមិនធំណាដើមឈើតូចទៅគេឲ្យឈ្មោះថាចលព្រឹកហើយដើមឈើខ្លះឈ្មោះថាជាសាលព្រឹកដើមសាលព្រឹកប្រភេទដើមឈើធំដើមធំមកអោបអីហ្នឹងទៅគេហៅសាលព្រឹកដល់ពេលដើមឈើតូចគេឲ្យឈ្មោះថាជាចលព្រឹកដល់ដើមឈើណាដែលវាដុះជាគុំគេហៅថាគុំព្រឹកហ្នឹងទៅហ្នឹងហើយដល់ពេលដើមវគេហៅថាវអីហ្នឹងទៅហ្នឹងហើយប្រភេទវប៉ុន្តែនេះជាប្រភេទចលព្រឹកឯងតូចហ្នឹងឯងហើយទូទៅគេយកប្រើមកជាលក្ខណៈឱសថអីហ្នឹងគឺច្រើនបងប្អូនឱសថបុរាណខ្មែរយើងណាពេញនិយមប្រើប៉ុន្តែគាត់ថាវាក៏ពិបាកក្នុងការរកដែរវាមិនសូវដុះដែរបងប្អូនជួនកាលដុះមកវាលិចទឹកលិចអីទៅវាងាប់អញ្ចឹងទៅហ្នឹងហើយអញ្ចឹងតើយើងមានពូជអីដាំអីចឹងទៅវាងាយនឹងរងាយអីចឹងណាហើយត្រប់ស្វាឬក៏ត្រប់ជូរនេះគឺគេច្រើនប្រើនៅក្នុងលក្ខណៈឱសថស្លឹកវាអញ្ចឹងគេច្រើនតែយកបុកវាសម្រាប់បុកមកបិទបោសបិទអីចឹងណាបិទបោសអីចឹងទៅហើយដើមវាមានគុណសម្បត្តិច្រើនណាអ្នកខ្លះក៏យកប្រើទៅនឹងលក្ខណៈដែលមានបញ្ហាដុំគិសដុំអីចឹងគេប្រើអញ្ចឹងដែរមានតាម Facebook អីសម្ងាត់គេល្បីចឹងដែរគេយកដើមយកស្លឹកនៃត្រប់ជូរហ្នឹងគេយកមកដាំដាក់មកក្តាប់ចឹងណាគេដាំទឹកទទួលទានសម្រាប់អ្នកដែលកើតមហារីកដំណាក់កាលដំបូងហ្នឹងឃើញគេដាំទៅប៉ុន្តែជាអត់ដឹងដែរប៉ុន្តែឃើញគេផ្សាយតាម Facebook អីហ្នឹងឃើញគេប្រាប់ថាជាសម្រាប់ដុំគិសឬក៏មហារីកដំណាក់កាលដំបូងអីចឹងណាប៉ុន្តែជាក់ស្ដែងជាយ៉ាងណានឹងអត់ដឹងច្បាស់ដែរទេហ្នឹងហើយព្រោះឃើញតាម Facebook អីគេល្បីដែរសថ្ងៃហ្នឹង
ប៉ុន្តែពីបុរាណមកក៏គេប្រើអញ្ចឹងដែរផ្សំជាមួយនឹងរុក្ខជាតិផ្សេងទៀតសម្រាប់ជួយព្យាបាលទៅដំបៅកាចអីចឹងណាពួកដំបៅងាដំបៅខ្លាយដំបៅកាចអីហ្នឹងគេច្រើនតែយកដើមឬក៏ស្លឹកនៃដើមត្រប់ជូរហ្នឹងមកលាយជាមួយនឹងរុក្ខជាតិផ្សេងទៀតមកដាំទឹកទទួលទានអញ្ចឹងដែរហើយឃើញថាជីអីចឹងដែរពីបុរាណមកហ្នឹងហើយបើស្លឹកវានេះយើងបុកវាបិទទៅនឹងរោគសើស្បែកលមាស់កមឬក៏បុកបំពូកសម្រាប់យើងបិទមុខបោសអីចឹងណាបោសខ្លាយដបៅអីហ្នឹងយើងអាចបុកមកបានបុកឲ្យបិទទៅដូចដបៅខ្លាយដបៅអីហ្នឹងអាចប្រើស្លឹកវានេះមកបុកបិទបានបងប្អូនហ្នឹងហើយចំណែកឯផ្លែវាមានរសជាតិជូរបងប្អូនផ្លែវាមានរសជាតិជូរហើយគេយកមកបុកជាមួយនឹងបុកល្ហុងណាបុកជាមួយបុកល្ហុងវាឆ្ងាញ់ហ្នឹងហើយមានរសជាតិឆ្ងាញ់បើមិនអញ្ចឹងទេអ្នកខ្លះក៏យកមកស្លជាមួយជូរអីចឹងណាហ្នឹងហើយក៏បង្កើនរសជាតិដែរហើយផ្លែវាជួយបង្កាត់ស្លេសដែរជួយកាត់ស្លេសហ្នឹងហើយជួយកាត់ស្លេសជួយព្យាបាលទៅនឹងជំងឺក្អកបងប្អូនក្អករ៉ាំរ៉ៃអីក៏អាចយកផ្លែវាទទួលទានឬក៏ដាំទឹកហូបអីចឹងទៅអាហ្នឹងក៏អាចជួយព្យាបាលទៅនឹងរោគស្លេសឬក៏បញ្ហាក្អករបេងអីជាដើមអញ្ចឹងទៅអានេះគ្រាន់ថាបង្ហាញបងប្អូនឲ្យស្គាល់ទេហ្នឹងហើយគ្រាន់តែបង្ហាញបងប្អូនឲ្យស្គាល់ដើម្បីងាយរកអញ្ចឹងហើយបងប្អូនធ្លាប់ប្រើទៅនឹងរុក្ខជាតិសុទ្ធអីប្រើទៅលើមុខអីហ្នឹងក៏តាមជាស្រ័យរៀងខ្លួនអញ្ចឹងណាធ្លាប់មានរូបមន្តអីទៅនឹងដើមត្រប់ជូរត្រប់ខាត្រប់ស្វាត្រប់រលួយហ្នឹងបងប្អូនប្រើទៅតាមរូបមន្តដែលបានចេះបានចាំអញ្ចឹងទៅហ្នឹងហើយគ្រាន់ថា channel នេះគ្រាន់តែបង្ហាញនៅរុក្ខជាតិហ្នឹងឲ្យបងប្អូនស្គាល់ឃើញថាបបាក់រកមិនស្គាល់អញ្ចឹងណាសម្បីតែលោកគ្រូផ្ទាល់ក៏មិនដែលស្គាល់ដែរពីមុនមកបបាក់រកដែរហើយរកងាយឃើញងាយមានហ្នឹងដល់ពេលយើងស្គាល់ទៅដូចថាវាមិនពិបាកហ្នឹងដល់យើងស្គាល់មិនពិបាកប៉ុន្តែវាយើងមិនស្គាល់ដើរជន់មិនដឹងផងហ្នឹងហើយប៉ុន្តែយើងស្គាល់ទៅមិនពិបាករកតែផ្លែវាទុំអីយើងអាចដាំដុះទេបែរតែផ្លែវាទៅដាក់ចោលនៅលើផែនដីហ្នឹងទៅក៏វាដុះដែរដុះជាកូនជាអីហ្នឹងតែយើងថែរក្សាវាទៅវាដុះបានហ្នឹងហើយគាត់ចង់បង្ហាញឲ្យបងប្អូនស្គាល់ហ្នឹងហើយឃើញថាមានរូបមន្តណាដែលប្រើតាក់ទងទៅនឹងដើមរុក្ខជាតិត្រប់រលួយត្រប់ជូរហ្នឹងឲ្យបងប្អូនមិនស្គាល់ហើយដូចបញ្ជាក់ឲ្យមិញអញ្ចឹងណាថាឈ្មោះវាមានច្រើនអ្នកខ្លះហៅត្រប់ជូរដោយសារផ្លែវារាងជូរអ្នកខ្លះហៅថាត្រប់រលួយហ្នឹងហើយអ្នកខ្លះហៅថាត្រប់រោមត្រប់មមីសអ្នកខ្លះហៅត្រប់ស្វាហ្នឹងហើយអញ្ចឹងក៏មានដែរអញ្ចឹងវាហៅហ្នឹងវាច្រើនផ្នែកហ្នឹងហើយតាមតំបន់ផ្សេងហ្នឹងហើយសំខាន់យើងស្គាល់ទៅយើងកត់ចំណាំទៅហៅឈ្មោះអីក៏យើងស្គាល់ឈ្មោះហ្នឹងទៅហ្នឹងហើយមួយរយៈហ្នឹងឃើញគេផ្សាយតាម Facebook តាមអីដែរគេធ្លាប់បានមានពិសោធន៍ក្នុងការប្រើប្រាស់វាតទៅទៅនឹងជំងឺដុំគីសឬក៏ម៉ារីអីចឹងណាអញ្ចឹងគេឃើញគេប្រើជាប៉ុន្តែជាក់ស្ដែងយ៉ាងណាអាហ្នឹងក៏មិនដឹងដែរហ្នឹងហើយអញ្ចឹងបងប្អូនគ្រាន់តែជាការកត់សម្គាល់ទៅហើយបងប្អូនធ្លាប់មានរូបមន្តអីយ៉ាងណាប្រើពីបរមបុរាណមកបងប្អូនអាចយកទៅប្រើបានចឹងទៅផ្សំជាមួយនឹងរុក្ខជាតិផ្សេងទៀតចឹងណាតាមរូបមន្តដែលបងប្អូនចេះហើយអញ្ចឹងមានតែប៉ុណ្្នឹងទេហ្នឹងហើយគ្រាន់តែចង់បង្ហាញឲ្យបងប្អូនបានស្គាល់ដើមឈើហ្នឹងអញ្ចឹងទេហ្នឹងហើយអញ្ចឹងសូមអរគុណច្រើនដែលបានទស្សនាតាមដាននៅ channel នេះហើយសូមបងប្អូនទាំងអស់គ្នាជួយ Subscribe នៅ channel នេះម្នាក់ទៀតផងដើម្បីម្នាក់មួយផងហ្នឹងហើយដើម្បីទទួលបាននូវចំណេះដឹងថ្មីទៀតសូមអរគុណច្រើន